ប្រជាពលរដ្ឋជាច្រើនបានផ្ញើសារគោរពជូនពរសម្ដេចគតិប្រិទ្ធបណ្ឌិតនិងបានផ្ញើសារផ្ដល់ជាកម្លាំងចិត្តជូនដល់សម្ដេចតេជោក្រោយសម្ដេចតេជោបានបង្ហោះសារថាពេលនេះសម្ដេចកំពុងជួបទុក្ខធ្ងន់មកខាងភរិយាត្រូវវះកាត់និងមកខាងបងប្រុសសន្លប់មិនដឹងខ្លួន24ម៉ោងមកហើយនៅព្រឹកថ្ងៃទី25ខែមីនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយបានបញ្ជាក់ថាពេលនេះសម្ដេចកំពុងមានទុក្ខធ្ងន់ដោយមកខាងភរិយាត្រូវវះកាត់និងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនិងមកខាងបងប្រុសសន្លប់មិនដឹងខ្លួន24ម៉ោងមកហើយសម្ដេចតេជោហ៊ុនសែនបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមជាមួយនឹងខ្លឹមសារទាំងស្រុងដូចនេះថាពេលនេះខ្ញុំកំពុងមានទុក្ខធ្ងន់មកខាងភរិយាត្រូវវះកាត់បើទោះបីឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែកង្វល់ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបានរឿងធ្ងន់ជាងនេះគឺបងប្រុសទី1មិនអាចឆ្លងផុតពីការលាចាកលោកនៅក្នុងពេលដ៏ខ្លីខាងមុខនេះបានឡើយក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងនេះបានរួចទៅហើយមកខាងភរិយាមកខាងបងប្រុសក្នុងពេលតែមួយនៅក្នុងកន្លែងខុសគ្នាភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុសនិងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយរឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលទូរស័ព្ទមានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនៅការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយពេលនេះទោះជាចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន24ម៉ោងរួចមកហើយមិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណានិងអ្នកអបិយជំនឿបកស្រាយរបៀបណាក្រោយការបង្ហោះរបស់សម្ដេចតេជោមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនលើសលប់បានចូលទៅជូនពរសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឲ្យឆាប់បានជាពីជំងឺនិងបានគោរពផ្ញើសារផ្ដល់ជាកម្លាំងចិត្តជូនដល់សម្ដេចតេជោនៅក្នុងគ្រាដ៏លំបាកមួយនេះ